ដំបូងយើងត្រូវហាន់ស្លឹកគ្រៃរំដេងល្មៀតនិងខ្ទឹមសជាចំណិតស្តើងៗរួចយកមកបុកក្នុងត្បាល់ឲ្យម៉ត់ល្អបែបនេះយកអង្ករមកលីងលើខ្ទះឲ្យឡើងពណ៌ក្រហមឈ្ងុយរួចយកមកបុកឲ្យម៉ត់ដើម្បីធ្វើជាអង្ករលីងសម្រាប់បង្កើនក្លិនសម្ល